នេះគឺលោកវិជ្ជបណ្ឌិតលៀងតេងក្រុមកម្ពុជានៅក្នុងប្រទេសដែលដឹកនាំដោយជំងឺដែលមិនអាចព្យាបាលបានអ្នកគឺជាឆ្មាជើង3តើអាចព្យាបាលបានដែរឬទេគ្រប់គ្រាន់ដើមឡើយខ្ញុំបានមើលអ្នកគាត់គឺជាកូនជាងរបស់បណ្ឌិតបេខ្ញុំមិនចង់ខ្វល់ពីអ្នកខ្លាំងពេកទេមាននរណាម្នាក់មកដាក់មនុស្សនេះបើកឡានចេញកុំបន្ទោសខ្ញុំដែលមិនបានរំលឹកអ្នកមិនគ្រាន់តែជាអ្នកបោះសម្អាតផ្លូវទេឥឡូវនេះអ្នកក៏មិនមានអាជ្ញាប័ណ្ណពេទ្យដែរប្រសិនបើនរណាម្នាក់ត្រូវបានគេសម្លាប់តែនឹងទទួលខុសត្រូវវាគឺជាអ្នកវាជាមន្ទីរពេទ្យខេត្តទាំងមូលថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកពីរឿងនេះបញ្ហាណាមួយកើតឡើងខ្ញុំខ្ពស់ហើយសុចរិតមនុស្សម្នាក់ដែលត្រូវទ្រាំអនុញ្ញាតឲ្យខ្ញុំទៅកុំសោកស្ដាយវាប្រសិនបើនរណាម្នាក់ត្រូវបានគេសម្លាប់អ្នកទាំងអស់គ្នាត្រូវតែស្លាប់អនុញ្ញាតឲ្យខ្ញុំទៅវិជ្ជបណ្ឌិតអពូតហេតុដោយខ្លួនឯងបន្ទាប់ពីព្យាបាលលោកចែងតើអ្នកអាចស្នាក់នៅមន្ទីរពេទ្យខេត្តរបស់យើងបានទេមន្ទីរពេទ្យខេត្តរបស់យើងមានការខ្វះខាតរបស់អនុប្រធានលោកឌៀនកែវតោះទៅមើលអ្នកជំងឺជាមុនសិននោះជាការល្អសូមអញ្ជើញជាដំបូងបណ្ឌិតបេនៅទីនេះលោកឌៀនកែវនេះគឺជាបន្ទប់សង្គ្រោះបន្ទាន់ហេតុអ្វីបានជាអ្នកធម្មតាដូច្នេះគ្រាន់តែនាំនរណាម្នាក់ចូលនេះដំបូងឡើយខ្ញុំទើបតែត្រឡប់មកពីមន្ទីរពេទ្យខេត្តចូលនិវត្តន៍បណ្ឌិតបៃខ្ញុំបានអញ្ជើញអ្នកជាពិសេសនៅទីនេះព្យាបាលជាងបេហៅលោកឌៀនកែវខ្ញុំគិតថាអ្នកបានអញ្ជើញខ្ញុំតើនេះជានរណាប្រៃខ្លាយនាងគ្រាន់តែជាស្ត្រីចំណាស់ចូលនិវត្តន៍ចុះបើចូលនិវត្តន៍ខ្ញុំជឿជាក់លើជំនាញវិទ្យាសាស្ត្ររបស់វិជ្ជបណ្ឌិតបេនាងពិតជាអាចព្យាបាលជាងបេហៅបានគ្រាន់តែបែបនេះវិជ្ជបណ្ឌិតដែលស្គាល់តិចតួចពីមន្ទីរពេទ្យតូចមួយតើនាងអាចមានសមត្ថភាពអ្វីខ្លះសាស្ត្រាចារ្យតេងទាំងអ្នកចាក់ចេញឥឡូវនេះឬវាកាត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានព្យាបាលជាងបេហៅបើមិនដូច្នេះទេគុំនៅទីនេះនោះជារឿងមិនសមហេតុសមផលឥទ្ធិពលលើការព្យាបាលរបស់វិជ្ជបណ្ឌិតបេបៃហាវតើកូនខ្ញុំមានស្ថានភាពយ៉ាងណាលោកចែងនេះគឺលោកបណ្ឌិតបេជំនាញវិទ្យាសាស្ត្ររបស់នាងគឺអស្ចារ្យណាស់វិជ្ជបណ្ឌិតអពូថៃខ្ញុំបានអញ្ជើញអ្នកជាពិសេសនៅទីនេះព្យាបាលជាងបេហៅអ្នកអាចព្យាបាលកូនប្រុសរបស់ខ្ញុំវិជ្ជបណ្ឌិតអពូថៃគ្រាន់តែជាមនុស្សចូលនិវត្តន៍ខ្ញុំអាចចាប់មនុស្សនៅតាមផ្លូវតែប៉ុណ្ណោះខ្ញុំជាអ្នកបោះសម្អាតផ្លូវប៉ុន្តែមុនពេលបោះសម្អាតផ្លូវខ្ញុំនៅមន្ទីរពេទ្យឆៃហើយធ្វើការអស់រយៈពេល42ឆ្នាំលោកចែងលោកវិជ្ជបណ្ឌិតបេនៅមន្ទីរពេទ្យខៃល្បីអ្នកជំងឺដែលនាងបានឃើញគ្មានអ្វីដែលមិនអាចព្យាបាលបានមន្ទីរពេទ្យខៃសូម្បីតែមន្ទីរពេទ្យថ្នាក់ឧត្តមសិក្សាហើយខ្ញុំបានបញ្ចប់ការសិក្សាពីសាលាដ៏មានកិត្យានុភាពការលំបាកបានឃើញរាប់មិនអស់សូម្បីតែខ្ញុំក៏មិនអាចធានាបានដែរ100ព្យាបាលអ្នកជំងឺហេតុអ្វីបានជាអ្នកខ្ញុំមិនដែលរៀននៅបរទេសទេចាប់តាំងពីវាមិនមានអ្វីសោះចុះអ្នកនៅតែហ៊ាននិយាយក្រអឺតក៏ទុំប៉ុន្តែខ្ញុំបានលេបថ្នាំនៅពេលខ្ញុំមានអាយុ2ឆ្នាំមជុលកិននៅអាយុ5ឆ្នាំបានក្លាយជាវិជ្ជបណ្ឌិតនៅអាយុ10ឆ្នាំវិធីសាស្ត្រទៅចាក់មជុលវិទ្យាសាស្ត្រដោយខ្លួនឯងអាយុ30ឆ្នាំសាកល្បងប្រើថ្នាំគ្រប់ប្រភេទនៅអាយុ40ឆ្នាំរហូតមកដល់ពេលនេះមានបទពិសោធន៍ព្យាបាល50ឆ្នាំរួចហើយដរាបណាអ្នកជំងឺនៅតែមានដង្ហើមខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពនាំអ្នកជំងឺត្រឡប់មកវិញពីឋាននរកអ្វីដែលអ្នកនិយាយគឺពិតជាល្អណាស់យើងទាំងអស់គ្នាដឹងការព្យាបាលដោយចាក់មជុលវិទ្យាសាស្ត្រប៉ុន្តែនោះហើយជាវាគ្រាន់តែជាល្បិចមួយជាងនេះអ្នកនៅតែជាស្ត្រីតើមានអ្វីខុសលោកស្រីតើវាជាល្បិចមែនទេអ្នកត្រូវតែឲ្យខ្ញុំមើលលោកចែងទុកឲ្យលោកបណ្ឌិតបៃមើលបើលោកបណ្ឌិតបៃប្រសិនបើគ្មានវិធីដើម្បីរក្សាទុកទេបន្ទាប់មកខ្ញុំខ្លាចចម្ចាស់វ័យក្មេងរបស់អ្នកពិតមាត់ជប់ជារកូនខ្ញុំទៅខ្ញុំប្រាប់អ្នកមិនថាអ្នកណាទេឲ្យតែកូនខ្ញុំអាចព្យាបាលបានបន្ទាប់មកគាត់គឺភ្ញៀវនៃគ្រួសារយ៉ែងរបស់ខ្ញុំមិនថាអ្នកចង់បានអត្ថប្រយោជន៍អ្វីនោះទេខ្ញុំអាចផ្ដល់ឲ្យអ្នកបានប៉ុន្តែប្រសិនបើកូនប្រុសរបស់ខ្ញុំមិនអាចព្យាបាលបានបន្ទាប់មកអ្នកពួកគេទាំងអស់ត្រូវចំណាយសម្រាប់ជីវិតរបស់គាត់ចាប់ផ្ដើមអ្នកគ្រាន់តែស្វែងរកសេចក្តីស្លាប់ដុំដែកនៅក្នុងខ្លួនរបស់លោកចែងដើមឡើយវាបានបង្ហាប់សរសៃឈាមជាច្រើនឥឡូវនេះវាចំណាយពេលយូរណាស់ហើយនៅពេលដែលដែកគោត្រូវបានដកចេញការស្លាប់ជាក់លាក់តើលោកបណ្ឌិតបេរកឃើញអ្វីមួយមិនចាស់ទេទៅដេកខ្ញុំដឹងពីស្ថានភាពរបស់លោកចែងកន្លែងដែលដែកគោត្រូវបានបញ្ចូលទោះបីជាពីចម្ងាយទោះបីជាសរីរាង្គត្រូវបានជិះវៀងប៉ុន្តែវាបង្រួមសរសៃឈាមជាច្រើននៅពេលដែលដែកត្រូវបានទាញចេញការបាត់បង់ឈាមច្រើនពេកនិងបាត់បង់ជីវិតវិជ្ជបណ្ឌិតបេគឺពិតជាវិជ្ជបណ្ឌិតអពូថៃគ្រាន់តែមើលពីដងខ្ញុំបានរកឃើញជំងឺតើខ្ញុំអាចធ្វើអ្វីបានប្រសិនបើខ្ញុំដឹងវាត្រូវតែមានមុនអ្នកគ្រាន់តែប្រាប់នាងអំពីស្ថានភាព